អង្គការ Care អង្គការ CSCS និងបងប្អូនបុគ្គលិកកម្មករទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធី Big Health Promotion នៅថ្ងៃនេះខ្ញុំមានសេចក្តីរីករាយជាអនាគតកម្មការដែលបានឃើញកម្មវិធី Health Promotion ដែលមានចាប់ផ្ដើមឡើងនៅក្នុងរោងចក្រ Wilson កម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធី Worker Care Program របស់បុគ្គលិកកម្មកររបស់យើងនៅ Wilson ផងដែរដោយសារបញ្ហាសុខភាពគឺជាបញ្ហាមួយយ៉ាងសំខាន់សម្រាប់បងប្អូនបុគ្គលិកកម្មករទាំងអស់ពីព្រោះថាបើសិនជាសុខភាពរបស់យើងមិនបានជាប់មាំទាំឬក៏មិនមានភាពល្អប្រសើរទេខ្ញុំជឿថាយើងមិនអាចនឹងសម្រេចការងារអីគ្រប់យ៉ាងបានឡើយម្យ៉ាងទៀតនៅក្នុងរោងចក្រកម្លាំងពលកម្មគឺមានន័យថាកម្លាំងបុគ្គលិកកម្មករទាំងអស់នៅក្នុងរោងចក្រគឺជាកម្លាំងពលកម្មមួយយ៉ាងសំខាន់បើសិនជាអត់មានធនធានមនុស្សដែលប្រកបទៅដោយសុខភាពបរិបូរណ៍កម្លាំងមាំមួនទេខ្ញុំជឿថារោងចក្រក៏មិនអាចនឹងដំណើរការទៅបានដែរហើយដោយផ្អែកលើកត្តានេះហើយទើបរោងចក្រ Wilson មានការបដិញ្ញាចិត្តមោះមុតក្នុងការយកចិត្តទុកដាក់ចំពោះបញ្ហាសុខុមាលភាពដល់និយោជិតកម្មករទាំងអស់ដោយឃើញសារៈសំខាន់នៃកត្តាទាំងនេះគឺគណៈគ្រប់គ្រងបានធ្វើការយ៉ាងស្អិតជិតស្និទ្ធជាមួយនឹងអង្គការ Care និងអង្គការដៃគូ SCS ក្នុងការជំរុញកម្មវិធីសុខុមាលភាពនិងអប់រំសុខភាពនេះឲ្យបានដំណើរការល្អទៅរយៈពេលកន្លងមកយើងឃើញថាបុគ្គលិកកម្មកររបស់យើងបានចូលរួមយ៉ាងសកម្មនៅក្នុងការទទួលការអប់រំពីបញ្ហាសុខភាពពីបញ្ហាឆ្លងជំងឺនៅតាមវគ្គសិក្សាផ្សេងៗដោយយើងបានដឹងថាជំងឺអេដគឺជាប្រធានបទមួយយ៉ាងក្តៅគគុកនៅគ្រប់មជ្ឈដ្ឋានទាំងអស់ដែលយើងព្យាយាមផ្សព្វផ្សាយហើយបើសិនជារឿងមេរោគអេដដែលប្រមាណផ្សព្វផ្សាយជិបជាបទៅដល់បងប្អូនកម្មករយើងឬក៏មជ្ឈដ្ឋានដែលយើងរស់នៅទេយើងជឿថាកង្វះការយល់ដឹងនេះនឹងអាចបង្កដល់គ្រោះថ្នាក់មួយហើយម្យ៉ាងទៀតដោយសារ culture របស់យើងគឺជាមានការមិនបើកចំហដូច្នេះវាមានផលវិបាកមួយចំនួនដែរក្នុងការដែលយើងដំណើរការអប់រំទៅលើបញ្ហាសុខភាពនេះឯងតែទោះជាយ៉ាងណាក៏ដោយយើងឃើញបានជ័យជំនះជាច្រើនដែលអង្គការ Care និងអង្គការ CSCS បានខិតខំប្រឹងរហូតដល់សប្តាហ៍នេះគឺឃើញថាកម្មករបុគ្គលិករបស់យើងបានឆ្លើយតបទៅនឹងកម្មវិធីប្រកបដោយផលវិជ្ជមាននិងការគ្រប់គ្រងទៅលើកម្មវិធីទាំងអស់នេះហើយគណៈគ្រប់គ្រងក៏បានមានការបដិញ្ញាចិត្តនៅក្នុងបដិញ្ញាចិត្តនឹងការគ្រប់គ្រងចំពោះកម្មវិធីដែលកន្លងមកផងដែរដូច្នេះសម័យកាលនេះហើយទោះបីទោះយ៉ាងណាក៏ដោយគឺយើងមិនអាចគឺយើងមិនគួរនឹងថាបិទបាំងឬក៏មិនហ៊ាននិយាយអំពីខាងបញ្ហាអេដនេះទេពីព្រោះថាបើសិនយើងមិននិយាយមានន័យថាយើងខ្វះការយល់ដឹងបើយើងមិននិយាយមានថាយើងខុសព័ត៌មានបើយើងនិយាយមានថាយើងជួយខ្លួនឯងបើយើងនិយាយមានថាយើងជួយអ្នកដទៃដូច្នេះខ្ញុំសូមជ្រាបយកទិវាថ្ងៃ8មេនាដែលជាសិទ្ធិនារីអន្តរជាតិនេះធ្វើជាការផ្សព្វផ្សាយដល់ទូលំទូលាយមួយដល់បងប្អូនបុគ្គលិកកម្មករទាំងអស់ថាបញ្ហា HIV/AIDS គឺជាបញ្ហាមួយដ៏ក្តៅគគុកដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ហើយការពារទាំងអស់គ្នានឹងជួយផ្សព្វផ្សាយដល់បងប្អូនបុគ្គលិកកម្មករគ្នាយើងដែលធ្វើការរួមជាមួយគ្នានិងសហគមន៍ដែលយើងរស់នៅជាមួយដូច្នេះសូមឲ្យថ្ងៃទី8មីនានេះជាទិវាមួយរួមចំណែកនៅក្នុងការអប់រំពីបញ្ហាអេដនៅក្នុងរោងចក្រនិងសហគមន៍របស់យើងទាំងអស់គ្នាផងដែរហើយជាទីបញ្ចប់នេះសូមជូនពរជាថ្មីម្ដង